សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺថាបាននាំកូននេះទៅដើរលេងអញ្ចឹងណាបងប្អូនហើយនេះកូនខ្ញុំមកកំភ្លុះមកកំភ្លាយនេះគឺថានៅផ្សារខ្នល់អំបែកណាបងប្អូនទាំងអស់គ្នាឈប់ឲ្យគាត់ទិញម្ហូបទិញអីយកទៅញ៉ាំអញ្ចឹងណាចាគាត់ទៅឃើញផ្លូវនេះក៏ដឹងថាតាណាឲ្យបងប្អូនគឺទៅលេងទឹកធ្លាក់ជ្រាវនឹងឯងទេសភាពវាស្អាតកប់ស្រីតែម្ដងនេះគឺខែប្រាំងណាចាតែប្រហែលជាទៅមានភ្លៀងអញ្ចឹងទៅបានមើលទៅទេសភាពរៀងពណ៌បៃតងអញ្ចឹងណាបងប្អូនចាឥឡូវគឺថាយើងមកដល់លើភ្នំកន្លែងគេចតឡានចតម៉ូតូហើយបងប្អូនហើយនាំគ្នាចុះទៅហើយអីវ៉ាន់អត់មានអីទេមានកតាបមួយរៀងខ្លួនហើយធុងទឹកនឹងមួយទេចាគឺបាយមហូបអីគេដាក់កតាបរៀងខ្លួនអស់ហើយទៅធុងទឹកនឹងមួយមិនដឹងមិនមកទេគឺថាយួរទៅឆ្លោះគ្នាពេញទៅនឹងមកតែបានទៅដល់លើនឹងមិនដឹងថាសម្រាប់ប្រហែល100ដងឆ្លោះគ្នាប្រហែល100ម៉ាត់ទេបងប្អូនហើយចាគឺថាប្រចាំគ្នាណាគ្នាឡើងមកតបតែធុងទឹកមួយទេទៅនិយាយថាពីប្រចាំគ្នានោះសែងតម្រាំទៅដល់លើនិយាយទៅអានេះផ្លូវឡើងទៅពីក្រោមនេះគេធ្វើស្អាតណាបងប្អូនចាគេចាក់បេតុងមានប្រកាន់ដៃមានអីចឹងទៅពីមុនឡើយគឺថាមានទេដើរដីស្មើចាស់ហើយរៀងចោតដែរតែឥឡូវអត់អីទេអាខាងក្រោមនឹងគេធ្វើឡើងស្អាតអស់ហើយប្របាទតអ្នកដែលចង់ឡើងទៅជាន់ទី3ទី4ទី5ទី6ទី7អីទេបើថាទី1ទី2អីហ្នឹងគឺគេធ្វើស្អាតហើយធីមខាងហ្នឹងគឺថាដើរដល់ជាន់ទី5មកបងប្អូនហើយហ្នឹងគឺដូរគ្នាម្ដងម្នាក់ចឹងទៅអាធុងទឹកហ្នឹងដឹងពិបាកអញ្ចឹងអត់យកទៅទេឲ្យកាន់ទឹកម្នាក់ម្ដងទៅបាត់ហើយពួកអីទៅដល់លឿនហ្នឹងពួកគាត់អត់មានផឹកទឹកផងហើយទៅពិបាកកាន់ទៅឡើងធ្ងន់ហើយនេះគឺដល់កន្លែងទី1នឹងឯងបងប្អូនគាត់ថាមានទឹកហើយខែប្រាំងអញ្ចឹងអត់សូវមានទឹកច្រើនទេទឹកតិចតែទេហើយនេះគ្នាគាត់មានម៉ាននាងបងប្អូនអីហើយនេះគឺថាជែកនេះតំណងឡើងប៉ុណ្ណានៃតែម្ដងបងប្អូនហើយផ្លែឡើងមកភ្លុះអត់មានអារម្មណ៍មិនទេអារម្មណ៍ហត់ហត់ខ្លាំងណ៎យូរជាងមិនទេហត់ផងស្បែកផងហត់ផងស្បែកផងដែលមកអត់មិនវឌ្ឍនាហត់ដែលមកទេអត់ខ្លែអត់ស្បែកធីមខាងនេះវិញដឹងស្អីនេះធីមស្រីស្អាតយើងចាបងប្អូនក្រោយពីសម្ភាសពេលឈប់តង់ទី1ហើយគឺតមនៅទៅទៀតឯងបងប្អូនហើយគឺនៅដល់2 3ជាន់ទៀតដោយសារគាត់ចង់ទៅលេងនៅជាន់ទី5ហ៎ចឹងអីគឺត្រូវតែតស៊ូតិចហើយដបងគឺនាំគ្នាសบายអស់ហើយទេតែដល់យូរតិចទៀតទៅគឺថាមួយមុខស្អុយប៉ែអស់ហើយចាយួរទឹកផងដើរហត់ផងណាចាដោយសារខ្ញុំទៅនេះពេលព្រឹកដែរអត់ទាន់មានអ្នកមកឯងចឹងហើយរៀងតលាយស្រួលដើរស្រួលអីចឹងទៅហើយនេះគឺថាតាមផ្លូវគឺថារៀងពិបាកដែរចឹងណាបងប្អូនព្រោះផ្លូវគេអត់ទាន់ធ្វើគ្រាន់ថាមានឆ្នាំគេដើរផ្លូវចាស់អីចឹងទៅចាមកដល់នេះគឺថាហត់ពេកមួយចាក់ធុងទឹកចោលអស់លេងចាជ្រោះទឹកជ្រោះអីប្រឡាក់ពេញនឹងបដ ாய் នេះនិយាយពីថាក្មួយខ្ញុំអាទូចនេះគឺថាខ្លាហានតែម្ដងអត់មានហត់ឲ្យពយអីទេគឺថាតាំងពីក្រមមកលោដល់ជាន់ទី5ដើរខ្លួនឯងតែម្ដងបងប្អូនខ្លាំងបដ ாய் ណាចាហើយនេះគឺថាយើងដល់ជាន់ទីប្រហែលហើយទេកន្លែងនេះដល់ហ្នឹងហើយជាន់ទី5ហើយបងប្អូនថតកាត់ចឹងណាកន្លែងហ្នឹងគឺថាស្អាតរបស់គេគឺមានកន្លែងទឹកធ្លាក់ហើយក៏មានកន្លែងឲ្យលេងអញ្ចឹងណាចាគឺមកដល់កន្លែងនាំគ្នាសម្រាប់ហូបបាយហូបអីឲ្យហើយសិនចាំលេងអីចឹងទៅยูจริงดังไปมันต้องเจ็บเลยยูจริงสบายเลยเนี่ย I see her boots at the corner cafe with a notebook and green. She's chasing skies I've never made while I stay in my lane. But something in the way she moves keeps pulling at my chain. Con lăn đông khoan
to walk beside you. She hums a tune I've never heard in languages I can't speak. She writes down cities on a list and dreams she'll never keep. I sip my coffee, miss my cue, still anchored by my feet. But time rolls on like open wood, and soon she won't be here. Oh, traveler, you carry the sun in your strength, leaving behind what I hold inside. If I don't ask your name today, I may never get the chance to walk beside you. Maybe next year in Madrid, or on some quiet mountain road, I'll see you turn and I'll be brave. But what if courage comes too late? Oh, traveler, the world is your open gate, and I just stood afraid of fate. If I don't take that step today, you'll vanish with the train, and I'll never see your smile.
ចាបងប្អូនក្រោយពីចុះពីទឹកធ្លាក់ជ្រាវមកខាងក្រោមហ្នឹងគឺមានហាងកាហ្វេមួយណាបងប្អូននៅជួរមាត់ផ្លូវទេគឺហាងកាហ្វេរសាត់ចាចឹងហើយគឺនាំពួកគាត់ចូលផ្លែទៅដើម្បីបានចូលមើលចូលអីចឹងណាចាហើយក៏នាំគ្នាអង្គុយលេងអង្គុយអីផ្លែទៅកន្លែងគេហ្នឹងគឺស្អាតគួរសមដែរបងប្អូននិយាយទៅគ្រាន់តែថាពេលទៅនឹងវាថ្ងៃវាក្តៅបន្តិចចាតែគេដាក់ឆាត់ដាក់អីឲ្យអង្គុយចឹងទៅហើយនោះគេរៀបចំកាលថ្ងៃសង្ក្រាន្តនោះបងប្អូនការចូលឆ្នាំតែខ្ញុំនឹងទៅយូរហើយទៅតាំងមុនចូលឆ្នាំមកចាហើយនេះគឺកន្លែងនៅមុខហាងកាហ្វេកន្លែងចូលកំងកាហ្វេកំងអីអញ្ចឹងណាចាគេតុបតែងរៀបចំអីបានស្អាតណាទៅនេះគឺថាមួយអត់ហ៊ានចូលទេព្រោះអត់ដែលចូលអញ្ចឹងទៅក៏នាំឲ្យចូលទៅមើលទៅអ្នកខ្លះទិញអ្នកខ្លះក៏អត់អញ្ចឹងណាក្រោយពីមើលតម្លៃគេហើយគឺមួយគេថាអត់មានលុយទិញទេថ្លៃពេកអីចឹងទៅចាគឺរួចទៅចេញមកវិញអត់ទៅហើយអ្នកកំងតាប្រហែលអ្នកទេប្រហែលអ្នកចែកនេះគឺថាគាត់អត់កំងទេបងប្អូនចាបងប្អូនដំណើរកំសាន្តនេះគឺចប់តែត្រឹមហ្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាបាយបាយ